ពិតជារំភើបមែនទែនអ្នកគ្នាត្រឹមតែមួយប្រព្រឹត្តថ្ងៃទេផ្ទះនៅលើទឹកនៅឯប្រទេសម៉ាឡេស៊ីរ៉ូបដោយក្នុងត្រូវបានអគ្គិភ័យលេបត្របាក់សើតែទាំងស្រុងតែម្ដងពួកអគ្គិភ័យនេះដែរគឺកើតនៅក្នុងភូមិមួយនៅឯប្រទេសម៉ាឡេស៊ីដែលមានឈ្មោះថាកំពង់បេហាជាអត់ដឹងថាខ្ញុំហៅឈ្មោះត្រូវគឺខុសទេចំពោះភូមិមួយនេះដែរគឺជាភូមិមួយដែលនៅលើទឹកគ្នាយើងពួកអគ្គិភ័យនេះដែរគឺបានឆេះការពីយប់មិញនៅឯម៉ោង 1:30 នាទីរំលងអត្រាជិះចូលដល់ថ្ងៃទី 19 ខែ 4 យើងនេះឯងហើយអគ្គិភ័យនេះដែរគឺឆាប់ឆេះផ្ទះពី100ខ្នងទៅដល់1000ខ្នងចំពោះប្រជាជនដែលគ្មានផ្ទះសម្បែងគឺរហូតទៅដល់ 9000 នាក់គ្នាយើងគឺច្រើនមែនទែនហ្មងមូលហេតុដែលធ្វើឲ្យអគ្គិភ័យនេះឆាប់ឆេះសើតែទាំងស្រុងមិនអាចទប់ស្កាត់បានគឺដោយសារតែខ្យល់បក់ខ្លាំងមួយទៀតនឹងគឺដោយសារតែនៅក្នុងភូមិនឹងគឺមានផ្លូវតូចចង្អៀតមែនទែនធ្វើឲ្យអ្នកជួយសង្គ្រោះគឺពិបាកក្នុងការប្រឡូតអគ្គិភ័យមែនទែនហើយចំពោះមួយវិញទៀតអ្នកគ្នាគឺពិតជាសំណាញ់មែនទែននៅក្នុងដែរគឺមិនមានប្រជាជនណាមួយបាត់បង់ជីវិតទេតើអ្នកគ្នាយល់យ៉ាងណាដែរចំពោះអគ្គិភ័យនៅប្រទេសម៉ាឡេស៊ីមួយនេះអ្នកគ្នាជួយខមមិននៅខាងក្រោមម្នាក់មួយផងដោយអ្នកគ្នាដឹងចឹងថាឥឡូវនេះគឺជារដូវក្តៅណាមួយទៀតគឺមានខ្យល់ខ្លាំងទៀតបើសិនជាមានអគ្គិភ័យមួយឡើងគឺវានឹងធ្វើការឆាបឆេះលឿនអញ្ចឹងអ្នកគ្នាគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាបើសិនជាយើងមិនប្រយ័ត្នទេយើងអាចនឹងមានគ្រោះថ្នាក់ប៉ុណ្ណាអញ្ចឹងគ្នាយើងជួយប្រយ័ត្នទាំងអស់គ្នាប៉ុណ្ណាហើយវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអ្នកគ្នាបើសិនជាមានមតិយោបល់អីអ្នកគ្នាជួយខមមិននៅខាងក្រោម